ឧបាសកស៊ុំឈុំប្រសូតនៅថ្ងៃប្រហ័សទី9ខែកញ្ញាឆ្នាំ1948នៅភូមិត្រពាំងរាំងឃុំពើកស្រុកអង្គស្នួលខេត្តកណ្ដាលលោកគឺជាបុត្រាបង្កើតរបស់ឧបាសកហ៊ូស៊ុំនិងឧបាសិកាស៊ូទួនក្នុងចំណោមបងប្អូនចំនួន3នាក់ប្រុស2ស្រី1ឧបាសកស៊ុំឈុំគឺជាកូនច្បងលោកគឺជាបុត្រាកតញ្ញូដែលបានឆ្លងកាត់ជីវិតយុវវ័យដោយភាពអំណត់តស៊ូនិងជាបង្គោលគ្រួសារដ៏រឹងមាំតាំងពីក្មេងវ័យការសិក្សានិងបណ្ដុះបណ្ដាលក្នុងសម័យសង្គមរាស្ត្រនិយមលោកបានខិតខំក្រេបជញ្ជក់ចំណេះវិជ្ជាយ៉ាងយកចិត្តទុកដាក់រហូតបានបញ្ចប់ថ្នាក់ចំណេះដឹងទូទៅនៅវិទ្យាល័យទេប្រណំស្រុកពញាលឺខេត្តកណ្ដាលការតស៊ូក្នុងវិស័យអប់រំនេះហើយដែលបានសាបព្រោះនៅចំណេះដឹងនិងក្រមសីលធម៌ដែលអាចធ្វើឲ្យលោកក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារនិងសង្គមជាតិបេសកកម្មបម្រើជាតិមាតុភូមិនិងឆ្លងកាត់គ្រាដ៏លំបាកក្នុងសម័យសាធារណរដ្ឋខ្មែរដោយស្មារតីស្នេហាជាតិនិងឆន្ទៈមោះមុតលោកបានចូលបម្រើការងារក្នុងជួរកងទ័ពនៅលេខាធិការដ្ឋានកងរាជអាវុធហត្ថក្នុងសម័យនោះគឺលោកបានបម្រើការនៅក្នុងការិយាល័យទី3ដោយបានលះបង់កម្លាំងកាយចិត្តការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមបន្ទាប់ពីការធ្វើការបម្រើរាជរដ្ឋាភិបាលកម្ពុជារហូតដល់លោកចូលនិវត្តន៍ហើយក៏ត្រូវបានមន្ត្រីរាជការនៅក្នុងស្រុកអញ្ជើញលោកឲ្យចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាស្រុករយៈពេល3អាណត្តិមកលោកក៏បានឈប់ពីការងារដោយបញ្ហាសុខភាពក្រោយមកបន្ទាប់ពីបញ្ចប់បេសកកម្មការងារស្ទើរមួយជីវិតលោកបានទទួលគ្រឿងឥស្សរិយយសនិងមហាកិត្តិយសជាច្រើនដើម្បីជាការតបស្នងនៅស្នាដៃនិងការលះបង់ដ៏ធំធេងជូនមាតុភូមិលោកត្រូវបានរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រនៃប្រជាជាតិចក្រកម្ពុជាប្រទាននៅគ្រឿងឥស្សរិយយសជាច្រើននិងខ្ពង់ខ្ពស់បំផុតរួមមាន1មេដាយការងារ2គ្រឿងឥស្សរិយយសមនីសារភ័ណ្ឌថ្នាក់សេនាពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា3គ្រឿងឥស្សរិយយសប្រជាជាតិចក្រកម្ពុជាថ្នាក់មហាសេនាដែលទទួលបានពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិចក្រកម្ពុជាស្ថានភាពគ្រួសារនិងបុត្រាបុត្រីលោកបានកសាងជីវិតអាពាហ៍ពិពាហ៍ជាមួយភរិយាគឺលោកស្រីសួងស៊ីផាដែលលោកស្រីប្រសូតនៅឆ្នាំ1955លោកទាំងពីរបានរួមរស់សុខទុក្ខនិងបីបាច់ថែរក្សាបុត្រាបុត្រីចំនួន7រូបដែលមានស្រី4ប្រុស3ឲ្យคล้ายទៅជាកូនកតញ្ញូនិងជាពលរដ្ឋល្អក្នុងសង្គមរួមមាន1លោកស្រីស៊ុំស៊ីណា2កុមារីស៊ុំស៊ីថាដែលត្រូវបានទទួលមរណភាពនៅក្នុងរបបប៉ុលពត3លោកស៊ុំដារាវុធលោកក៏ត្រូវបានទទួលមរណភាព4សាមណេរស៊ុំសុធីសមាជិកក្នុងសាសនាចាស់ខ្ញុំម្ចាស់ផ្ទាល់5លោកស៊ុំមុនថេតលោកក៏ត្រូវទទួលមរណភាពដូចគ្នា6លោកស្រីស៊ុំម៉ាលីន7លោកស្រីស៊ុំលីវិនអវសាននៃលិខិតឧបាសកស៊ុំឈុំគឺជាបុព្វការីជនដ៏ថ្លៃថ្លាជាស្វាមីដ៏ភក្តីនិងជាមន្ត្រីគំរូដែលបានបន្សល់ទុកនៅកេរ្តិ៍ឈ្មោះដ៏ល្អបរិសុទ្ធទោះបីជារូបកាយរបស់លោកបានលាចាកលោកនេះទៅតាមច្បាប់ធម្មជាតិពិតមែនប៉ុន្តែគុណធម៌គុណបំណាច់
និងស្នាដៃដ៏ឧត្តមឧត្តមរបស់លោកនឹងស្ថិតស្ថេរនៅក្នុងការចងចាំនិងជាមោទនភាពសម្រាប់ភរិយាបុត្រាបុត្រីនិងសហការីជានិច្ចនិរន្តរ៍អើកូនប្រុសកូនស្រីពុកលាស្ងួនត្រានត្រាយទាំងទឹកភ្នែកអរ៉ាតានតាំងទ្រូងស្ទើបាចិត្តមិនចង់ឃ្លាតណាដេចបាជាកម្មប្រចាំកាយហើយឪឃ្លាតឆ្ងាយពីកូនហើយទៅទាំងទុកអត់ឡាឡោទៅទាំងស្ដាយក្រោយអាឡ័យកូនណាំលាហើយឪលាខានជួបមុខលាកន្លែងធ្លាប់ស្រណុកទីលំនៅលាក្មួយប្រុងស្រីលាទាំងចៅលាញាធ្លាប់ហៅ